làនេះខ្ញុំចង់សាកធ្វើជាមួយនឹងអានេះងាយព្រោះរដូវកាល Halloween អញ្ចឹងធ្វើអាហ្នឹងទាំងអស់គ្នាខ្ញុំសត screen ចេញពី page របស់បងស្រីម្នាក់ដែលគាត់នៅខាងអាមេរិកហើយគាត់ធ្វើនៅលើកញ្ចក់គាត់អញ្ចឹងណាឥឡូវសាកមកធ្វើតិចមែនទៅកញ្ចក់នេះកញ្ចក់ក្រឹមស្រាប់ហើយចឹងរស់តិចសិនចឹងដំបូងឡើយក៏ខ្ញុំរស់ហើយខ្ញុំធ្វើសាកលបងណាខ្ញុំលាបពណ៌សសាច់បែកឈូកនេះពណ៌សរាងឈូកចាញ់ទាញធម្មតាមកយើងធ្វើលើកញ្ចក់ដែរក៏យើងត្រូវមានទឹកភ្ជាប់មួយជាន់ទៀតតែនេះខ្ញុំគ្រាន់តែសាកលបងអញ្ចឹងខ្ញុំអត់បានលាបទឹកភ្ជាប់ទេជាក់ឡើងហ្នឹងណាខ្ញុំសាករៀនធ្វើដោយសារខានធ្វើយូរពេកចឹងយើងលាបពេញឲ្យសព្វជាន់ទី1សិនមកតោះមកយើងអាំងអញ្ចឹងខ្ញុំសុំបិទសិនណាចាំរងចាំតិចខ្ញុំត្រឡប់មកវិញគឺលាបមួយជាន់ហើយក៏យើងលាបមួយជាន់ទៀតចឹងនេះជាការលាបជាន់ទី2របស់ខ្ញុំចឹងខ្ញុំអាំងវាសិនលាបឲ្យស្មើសាច់ចឹងអូខេបន្ទាប់មកទៀតគឺខ្ញុំចាប់ផ្ដើមលាបជាមួយនឹងអញ្ចឹងនៅក្នុងម៉ូដទី1នេះគឺលាបពណ៌រួចហើយវាមានពណ៌ឆក់ផ្នែកឆ្មានឹងមួយទៀតអញ្ចឹងខ្ញុំត្រូវលាបពណ៌ឆក់សិនណាឆក់ចេញសិនអញ្ចឹងតោះយើងទៅលាបពណ៌តំណប់ខាងក្រោមស្រឡាញ់ពណ៌អីដាក់ពណ៌ហ្នឹងណាពណ៌ខ្ញុំលាបពីជាន់មិញខ្ញុំស្រឡាញ់ពណ៌សនេះចឹងខ្ញុំយកពណ៌សលាបពណ៌ឆក់ឲ្យពេញហ្នឹងហើយខ្ញុំចាប់ដើមឆក់ចឹងខ្ញុំឆក់សិនណាឆក់ឲ្យឡើងមកល្មមថាស្រឡាញ់មុំចឹងមកស្រឡាញ់វាផ្លាតចឹងត្រូវភ្លើងផ្លាតចឹងមកយើងចាំបាំងវាខ្ញុំនេះមកនេះព្រោះខ្ញុំរៀនមួយរយៈមុនហើយក៏ខ្ញុំមិនដែលបានអនុវត្តអីដែរដោយសារបដូរផ្ទះបដូរអីចឹងណាខានធ្វើយូរអញ្ចឹងបើសិនជាខុសឆ្គងអីកុំខឹងកុំប្រកាន់ព្រោះខ្ញុំពិតជាស្រឡាញ់ប៉ុន្តែខ្ញុំអត់សូវបានអនុវត្តឬក៏អត់បានធ្វើញឹកញាប់ទេចឹងនេះគឺការឆក់លើកទី2របស់ខ្ញុំអញ្ចឹងខ្ញុំយកបែបនេះខ្ញុំតើអាចចាំឲ្យភ្លើងរួចហើយខ្ញុំយកការឆក់បែបនេះវាលោតចាំងផ្លេចផ្លាតពេលត្រូវភ្លើងណាញ៉ាញ៉ាំជាឆាបអញញ៉ាំជាឆាបអញ្ចឹងនេះខ្ញុំយកបែបនេះកញ្ពេលថានេះទៅវាកញ្ចក់យើងលោតបែបហ្នឹងណាអញ្ចឹងខ្ញុំអាំងរួចហើយខ្ញុំចាប់ផ្ដើមលាបជាមួយនឹងថប់ស្ងួតដើម្បីងាយស្រួលក្នុងការយើងគូសលាបជាមួយថប់ស្ងួត
ដើម្បីគូសរូបលើហ្នឹងរូបល្ពៅរបស់យើងណាអូខេយើងអានទៅធីងាយអ្នកដែលមានចែលទៅចាប់ផ្ដើមចង់ធ្វើខ្លួនឯងអីអាចមើលវីដេអូនេះបានតែគុំប្រកាន់ជាមួយនឹងខ្ញុំព្រោះខ្ញុំខានធ្វើវីដេអូយូរហើយជាមួយនឹងការដែលធ្វើម៉ូដកញ្ចក់ឬក៏ម៉ូដអីហ្នឹងគឺខ្ញុំគឺខានយូរមែនតែនណាអញ្ចឹងតបពីថប់ស្ងួតរួចហើយគឺខ្ញុំចាប់ផ្ដើមជាមួយនឹងការគូល្ពៅជាមួយនឹងនេះផ្លេកនេះឃើញទេចេះដាក់ពណ៌ផ្លេកទៅក្នុងល្ពៅអញ្ចឹងយើងចាប់ផ្ដើមជាខ្ញុំមានពណ៌ហើយខ្ញុំរើសយកហើយគូយើងធំតិចមកគូយើងចេញបេះដូងចាយើងធំតិចល្ពៅខ្ញុំឯងអូខេចឹងយើងកុំដាក់ក្រាស់ពេកណាដាក់2ជាន់មកតែខ្ញុំធ្វើនេះធ្វើតែ1ជាន់បានហើយគូចឹងយើងអាំងទៀតមកវីដេអូរៀងវែងទៅចាខ្ញុំអត់មានកាត់ទេណាពេលដែលខ្ញុំផុសចូលទៅក្នុងនេះគឺខ្ញុំអត់មានកាត់ទេខ្ញុំអានេះឥឡូវបន្ទាប់ពីយើងដាក់ពណ៌រួចហើយខ្ញុំគិតថាខ្ញុំអត់មានត្រូវថែមទឹកថែមអាផ្លេកនឹងបន្ថែមទៀតទេអញ្ចឹងយើងចាប់ផ្ដើមជាមួយនឹងជក់ហើយយើងមានពោសៃជក់ទូចមកវិញស្រួលគូសជាងណាកុំឲ្យវាឃើញឡាញធំពេកគូទៀតហើយអញ្ចឹងมันប្រកាសថាគូម្ដងត្រូវឯងអញ្ចឹងយើងព្យាយាមគូសយើងលុបចេញមកហើយយើងគូសម្ដងទៀតមកអូអញ្ចឹងមកអូមកជក់អញ្ចឹងណាអូខេផុតគូមួយទៀតមកនេះចឹងខុសទៀតហើយលុបសិនអូខេហើយចាប់ផ្ដើមគូសជាមួយនឹងឡាញយើងយកទឹកថ្នាំរបស់យើងខ្ញុំប្រើជាមួយនឹងទឹកថ្នាំជែលអូខេចឹងគូសមកចាប់ផ្ដើមគូសខោឲ្យផុតចូលមកក្រោមណា
này xong mà này một tiệt khang này một tiệt ok tụi mấy dân cô lan than thiệt móc lại là bớ bị tay tụi mình khai bây giờ hả chân này chập bị lại nhưng mà bớ nhưng này hiện thùng đi à ok để mình cho anh thế nè này muối ok tôm máu nhung xong ăn thì xính rồi kho nè bộ dân phải che lá cho dân ăn về tí xanh máu há dân chầm chấp đơm cho mùi nâng ca cu sình đòn vía tại nhung ăn tí xanh đầm bầy cùng ao vía khô đua cháy dân chụp đam cô xanh đông cái là bao giờ hiện thùng đáy nhưng cô sẽ đăng hiện thùng tích nôm đây má cơ ạch khôi cái nhung cu là bơi này khóc bị bị đón nè mình ạch khôi tay còn là nhung cắt vì là ô làng kho nâng chân cái hay dân phát boa sẽ đòn nâng ở bên máu mới nhung xong ăn thì xanh đầm bầy cùng ở khôi bộ dương phở boa che cho mình liệp dương ở ban prao cho mũi nâng ở tất năm cô về nhưng phở boa che lá chân dân trớ tái ăn bìa ok ở lại này cứ chút xíu tao đáp lại là bớ rồi cả toàn là bớ miên à sẽ cái nhà nhố miền đây về ruồi rua nhá chân dân của mình được 10 tiền nhung đừng để nhung cu chân nhé nè cũng sợ nhung bùa nhung mình xây chi trong nĩa như cu rút năng mà nè trắng nhung chạp cho mũi năng bọt toàn vía khó cả nhé chập đam phim cũng khó tam đòn chút trên thế xanh ok nhìn chập mà xa tiếp á chập cái lại này mong thế cái nhé đập bay hay dân tiền mượt khơi ở nè thấy nhé thấy nhung cũng mới tiếp mà cũng ai tích bên cho nhung tin bị khăn khổm này đôi khi
ហើយងាយស្រួលវាស្អាតគូសស្អាតសិនមកស្អាតទេពេលយើងអត់ស្អាតយើងលុបវាណាជូតឲ្យស្អាតតិចមកកុំឲ្យពេលយើងលាបទឹកអលូងចូលទៅវាខំខ្មៅអូខេចឹងចាប់ទឹកចឹងយើងថែមពណ៌តាមហ្នឹងមកដោយសារមិញបាំងអីចឹងណាអញ្ចឹងខ្ញុំក៏គូសមកជារៀងទៀតឲ្យតែបើយើងដាក់តែមកជារៀងក៏បានឲ្យឃើញស្អាតគុំប្រកាន់ណាព្រោះខ្ញុំអត់សូវជាចេះគូសរូបប្រមាណទេគេនេះក៏ផ្លែល្ពៅរបស់យើងអត់ស្អាតទេក៏គុំប្រកាន់ខ្ញុំដែរដូចនិយាយតដែលចឹងខ្ញុំមិនមែនជាអ្នកបកកាយក្នុងការគូសរូបអីទេតែខ្ញុំគិតថាម៉ូដ Halloween នេះវាស្អាតអញ្ចឹងក៏ខ្ញុំធ្វើទៅហើយនៅពេលដែលយើងគូសបែបនេះហើយយើងគិតថាពណ៌អត់សូវច្បាស់អត់សូវដុតស្អាតគឺយើងបន្ថែមមកយើងគូសអាពណ៌ខ្មៅហ្នឹងលើឡាញរបស់យើងនឹងមួយជាន់ទៀតក៏បានដែរណាយើងមើលឃើញឡើយណាយើងអត់ស្អាតឡាញវាចអីហ្នឹងយើងបន្ថែមឲ្យត្រង់ហ្នឹងឯងយើងបន្ថែមវាតិចចឹងមកវានិយាយទៅវាអត់អាច perfect នៅពេលដែលយើងធ្វើវាតែម្ដងហើយទេហើយខ្ញុំក៏មិនជាអ្នកគូសឲ្យស្អាតដែរប៉ុន្តែបងអូនអាចនេះ Halloween ខាងមុខនេះអាចធ្វើខ្លួនឯងបានសម្រាប់អ្នកចូលចិត្តច្នៃម៉ូដកញ្ចក់តែអត់សូវដឹងថាធ្វើយ៉ាងម៉េចអញ្ចឹងណា Halloween ធ្វើដើរលេងព្រោះរដូវកាលនេះគឺគេពេញនិយមជាមួយនឹងម៉ូដបែបហ្នឹងអញ្ចឹងយើងគូសឡាញពីលើហើយយើងជប់សិនខ្ញុំបន្ថែមឡើងតងនេះតិចសិនវារៀងស្ទើរខ្មៅចឹងខ្ញុំអាំងតពីអាំងហើយហ្នឹងយើងលាបជាមួយទឹកអលូងគឺរួចរាល់ហើយអញ្ចឹងខ្ញុំសុំស្កប់បន្តិចសិនណាដើម្បីលាបទឹកអលូងលាប top coat ហ្នឹងឲ្យចុងក្រោយលាប top coat ទៅវានឹងអលូងស្អាតវិញហើយអញ្ចឹងវីដេអូនេះរៀងវែងតិចហើយខ្ញុំក៏កាត់កន្លែងខុសចេញខ្លះដើម្បីកុំឲ្យបងប្អូនមើលទៅធុញប៉ុន្តែខ្ញុំមិនធ្វើទៅគឺវាអត់ខុសទាំងស្រុងទេអញ្ចឹងបើពេញចិត្តអីចាំជួយ like ជួយ subscribe ជាមួយនឹងវីដេអូនេះ like បន្តទៀតខ្ញុំនឹងធ្វើជូនទុកឲ្យមើលសម្រាប់អ្នកចង់ចេះខ្លួនឯងតិចដូចខ្ញុំអញ្ចឹងណាអញ្ចឹងនេះបន្ទាប់ពីយើងលាបជាមួយនឹងtop coat ហើយអញ្ចឹងភ្នែកឆ្មារបស់យើងហ្នឹងគឺលោតហើយនេះជាម៉ូដសម្រាប់របស់ខ្ញុំដែលខ្ញុំធ្វើមុនហ្នឹងតែជាវីដេអូពេលធ្វើចេញរួចរាល់គឺបែបនេះណាអញ្ចឹងបើសិនជាចូលចិត្តកុំភ្លេច subscribe ក៏ដូចជា like នៅលើវីដេអូនេះដើម្បីខ្ញុំធ្វើវីដេអូបន្តទៀតអរគុណច្រើនជាកម្លាំងចិត្តអញ្ចឹងណាម៉ូដងាយៗចាស់នេះថាល្ពៅនេះធ្វើឲ្យទូជាងនឹងបន្តិចក៏បានដែរណាបាច់ធំពេកដូចខ្ញុំអញ្ចឹងទេ